បាទសួស្តីបងប្អូនតោះគ្នាបងប្អូនមានឃើញរូបខាងលើនេះគឺរូប CV ស្អាតបងប្អូនចង់ធ្វើឥឡូវយើងចូលទៅ Canva បងប្អូនចេះ search ពាក្យ Canva អូខេឥឡូវយើងចូលពាក្យ Canva យើងចុចទៅលើ Canva ហ្នឹងតែអ្នកដែលមិនតែគាត់អត់ធ្លាប់ sign in អាហ្នឹងគឺយើងត្រូវ sign in ជាមួយ email សិនបងប្អូន Canva ប៉ុន្តែដោយសារខ្ញុំគឺធ្លាប់ចូលប្រើប្រាស់វាជាច្រើនដងខ្ញុំអត់អាចមិនថាមិនបាច់ចាំ sign in ម្ដងទៀតបានអូខេឥឡូវយើងជ្រើសរើសតម្រង CV នៅក្នុងនោះផងដែរវាមានតម្រង CV ជាច្រើនដែលបងប្អូនពេញចិត្តត្រូវការបាទបងប្អូនឥឡូវយើង scroll មើល CV ដែលយើងពេញចិត្តហើយយើងនឹងធ្វើជាគំរូមួយឲ្យបងប្អូនទាំងអស់គ្នាមើលហើយ CV នៅđâyគឺកាលណាយើងចេះធ្វើខ្លួនឯងគឺយើងងាយស្រួលក្នុងការមិនតែបាច់ចាប់ប្រើណាគេទៅធ្វើឲ្យអូខេឥឡូវយើងមានតម្រង CV មួយនេះយើងអាចយកវាមកប្រើប្រាស់បង្កើតជារបស់ខ្លួនឯងបានគ្រាន់តែយើងកែតម្រងវាបន្តិចបងប្អូនអូខេឥឡូវចុចទៅលើវាចាំវាបន្តិចវានឹង load មក process ឲ្យយើងមកហើយបន្ទាប់មកយើងបរិចវាធំដើម្បីឲ្យយើងកែនៅថាអក្សរកន្លែងដែលឈ្មោះផ្សេងតោះឥឡូវយើង scroll ទៅមើលគេកន្លែងហ្នឹងយើងត្រូវលុបវាចេញហើយយើងត្រូវដាក់រូបឬក៏ឈ្មោះរបស់យើងនៅក្នុងហ្នឹងបងប្អូនឥឡូវយើងដាក់ឈ្មោះចូលអូខេឥឡូវដាក់ឈ្មោះខ្ញុំចូលហើយបន្តមកទៀតយើងដាក់ជំនាញដែលយើងចេះតែក្នុងនេះផងដែរខ្ញុំដាក់ designer មិនតែអ្នក design រូបភាពផ្សេងហើយកន្លែងខាងក្រោមនេះដែរគឺនិយាយពីខ្លួនឯងបងប្អូនត្រូវដាក់ពីមិនតែចំណងចំណុចចិត្តរបស់យើងចង់ធ្វើអីដាក់ចូលនៅក្នុងហ្នឹងទាំងអស់ឬក៏ចង់អានសភៅ relaxing អីផ្សេងយើងដាក់ចូលក្នុងហ្នឹងអានេះចំណងចំណុចចិត្តរបស់យើងអូខេឥឡូវយើងនឹងសរសេរឲ្យបងប្អូនមើលហើយបងប្អូនអាចសរសេរតាមខ្ញុំក៏បានឬក៏ចង់សរសេរតាមចំណងចំណុចចិត្តរបស់បងប្អូនក៏បាននៅកន្លែងហ្នឹងបងប្អូនអូខេកន្លែងហ្នឹងបងប្អូនរងចាំវាបន្តិចដោយសារនៅកន្លែងហ្នឹងផងដែរមិនតែកាលណាដែលយើងសរសេរទៅមិនតែជាចំណុចមួយដែលទាក់ទាញដល់មិនតែអ្នកដែលជ្រើសរើសបុគ្គលិកការងារផ្សេងគឺយើងត្រូវសរសេរនៅចំណុចខាងលើហ្នឹងនិយាយពីការមិនតែបង្ហាញណែនាំខ្លួនឬក៏ចំណងចំណុចចិត្តរបស់យើងហើយផ្សេងបើចំពោះខ្ញុំផងវិញនៅកន្លែងហ្នឹងផងដែរគឺខ្ញុំដាក់ថាខ្ញុំជាអ្នក design ហើយនឹងចូលចិត្តអានសភៅចូលចិត្តមើលនៅអ្វីដែលថ្មីរៀនពីអ្វីដែលថ្មីដូចជា technology បច្ចេកទេសផ្សេងព័ត៌មានផ្សេងខ្ញុំដាក់ចូលនៅក្នុងហ្នឹងអាហ្នឹងគឺជាចំណុចចិត្តរបស់ខ្ញុំប៉ុន្តែចំពោះបងប្អូនវិញគឺតាមបងប្អូនដែលដាក់មិនតាមគំនិតរបស់បងប្អូនប៉ុន្តែនៅក្នុង CV នេះខ្ញុំនៅបង្ហាញមិនតែឲ្យច្បាស់នៅចំណុចសំខាន់ផ្សេងហើយកន្លែងនេះប៉ុណ្ណេះវាចិត្តរួចរាល់ហើយដោយសារខ្ញុំសរសេរមិនតិចដែរតែបើតាមមែនតើយើងត្រូវសរសេរវាឲ្យច្រើននៅកន្លែងហ្នឹងគឺគ្រាន់តែខ្ញុំបង្ហាញមិនតែឲ្យបងប្អូនយល់តិចយើងអាចសរសេរច្រើនជាងហ្នឹងកាន់តែល្អបងប្អូនអូខេឥឡូវយើងរួចហើយឥឡូវយើងចាប់ផ្ដើម add រូបភាពឬក៏ជ្រើសរើសរូបភាពបងប្អូនឥឡូវយើងចូលក្នុង desktop សាររូបភាពរបស់ខ្ញុំគឺដាក់នៅក្នុង desktop ហើយយើងជ្រើសរើសអូខេនេះយើងឃើញហើយឡើងចុចនៅលើហ្នឹងហើយយើង scroll រូបរបស់យើងដាក់ចូលនៅក្នុង CV របស់យើងដើម្បីបដូរនៅតែជាតម្រង់ CV មួយដែលស្អាតហើយមើលទៅទាក់ទាញបងប្អូនអូខេយើងអាចកន្លែងហ្នឹងយើងអាច
ទាញចុះឡើងបានគ្រាន់តែយើង select ពីរដងនៅលើវានឹងមិនដែលថាធ្វើឲ្យរូបរបស់យើងនឹងស្អាតជាងមុនអូខេកន្លែងនេះផងដែរគឺកន្លែងដាក់លេខទូរស័ព្ទមិនដែលជាកន្លែងចាំបាច់មួយនៅពេលដែលយើងដាក់ CV គឺគេទាក់ទងទៅតាមលេខទូរស័ព្ទរបស់យើងអូខេអាហ្នឹងយើងអាចដាក់លេខ2 3ខ្សែក៏បានតែចំពោះខ្ញុំគឺខ្ញុំដាក់តែមួយខ្សែដោយសារខ្ញុំមានលេខតែមួយខ្សែហើយនឹង email អីផ្សេងៗមកផងបែ email យើងអាចដាក់ email ផ្ទាល់ខ្លួនរបស់យើងដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងនៅពេលដែលយើងដាក់ការងារទៅគេទាក់ទងតាម email ហើយនឹងទីកន្លែងកំណើតរបស់យើងឬក៏កន្លែងដែលយើងរស់នៅប្រចាំថ្ងៃហ្នឹងផងដែរបងប្អូនហើយបន្តមកទៀតយើងត្រូវស្រែវាឲ្យស្អាតមិនទៅតាមកម្លៀតរបស់វាហើយបន្តមកយើងដាក់ទីកន្លែងដែលយើងរស់នៅរាល់ថ្ងៃដូចខ្ញុំរស់នៅខេត្តដូក្រីខ្ញុំដាក់ខេត្តដូក្រីប៉ុន្តែយើងអាចដាក់បំពេញឲ្យពេញក្បាលដាក់នៅភូមិណាឃុំណាស្រុកណាខេត្តណាយើងដាក់បំពេញឲ្យពេញតែកន្លែងហ្នឹងគឺខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យបងប្អូនមើលត្រួសហើយបន្តមកទៀតយើងផ្សេងពីមនិតសាលាដែលយើងធ្លាប់រៀនដូចកន្លែងនេះខ្ញុំដាក់សាលា AIC ដោយសារខ្ញុំរៀននៅហ្នឹងហើយបន្តមកទៀតយើងដាក់ជំនាញដែលយើងរៀនខ្ញុំរៀនជំនាញគ្រប់គ្រងធនធានមនុស្សអញ្ចឹងទៅយើងដាក់ Bachelor of HRM មានតែគ្រប់គ្រងធនធានមនុស្សហើយខាងខមនេះគឺមានតែការប្រើប្រាស់ភាសារបស់យើងនៅក្នុង CV ភាសានោះគឺមានសារៈសំខាន់មកបងភាសានៅក្នុង CV គឺគេត្រូវការប្រើប្រាស់ភាសាច្រើនដូចជាអង់គ្លេសហើយនិងភាសាខ្មែរហ្នឹងឬក៏យើងចេះភាសាផ្សេងយើងអាចដាក់ថែមនៅក្នុងនោះបានអូខេឥឡូវយើងធ្វើរួចរាល់ហើយឥឡូវយើងចាប់ផ្ដើម save វាទុកបងប្អូនមុននឹង save វាយើងចុចកន្លែង share ខាងលើហ្នឹងហើយយើងចុចកន្លែងពាក្យ download បងប្អូនបន្ទាប់មកយើងចុច download យើងនឹងឃើញ CV អូខេឥឡូវយើងឃើញ CV ដែលយើងបង្កើតមិញហ្នឹងឡើងស្អាតមើលទៅទាក់ទាញផ្នែកហើយចំណុចផ្សេងៗទៅទៀតបងប្អូនអាចកែបានប៉ុន្តែកន្លែងហ្នឹងគឺខ្ញុំបង្ហាញត្រុសប៉ុណ្ណឹងបាទសូមអរគុណបងប្អូនដែលចំណាយពេលវេលាសូម Subscribe ម្នាក់មួយដើម្បីមានវីដេអូថ្មីៗទៀតចែករំលែកដល់បងប្អូន